សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅវីដេអូថ្មីមួយទាក់ទងនឹងជីវិតឯកជនភាពរបស់លោកលឹមតិចម៉េងដែលជាតារាចម្រៀងចង់ដឹងថាតើលោកទទួលនៅរឿងអ្វីខ្លះសម្រាប់ជីវិតឯកជនរបស់លោកសូមតាមដានទាំងអស់គ្នាយោងតាមរយៈប្រព័ន្ធសង្គម Facebook របស់លោកលឹមតិចម៉េងបាននិយាយថានេះជាលើកចុងក្រោយសម្រាប់បុគ្គលនេះហើយនេះជាមេដៃផ្ទាល់របស់បុគ្គលនេះជាលើកទី2ដែលខ្ញុំបានទុកឱកាសសម្រាប់គាត់ក្នុងនាមជាខ្មែរចាបងប្អូនទាំងអស់គ្នាឃើញថាផ្អើលពេញបណ្ដាញសង្គម Facebook ល្ងាចមិញដែលបរិមម្នាក់នេះបានរករំខានលឹមតិចម៉េងហើយនេះគឺជាលិខិតដាក់ពាក្យបណ្ដឹងបងប្អូនដែលគាត់បរិមម្នាក់នេះមានឈ្មោះគុណបើណាភេទប្រុសអាយុ32ឆ្នាំជនជាតិសញ្ជាតិខ្មែរសាសនាពុទ្ធហើយគាត់មានមុខបរជាងភ្លើងអង្គភាពហើយសម្រាប់ជនម្នាក់នោះគឺនៅភូមិថ្មគោសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលក្ខខណ្ឌក្នុងពាក្យបណ្ដឹងគឺមាន3ដែលគុណបើត្រូវយល់ព្រមនោះមានស្នាមមេដៃគឺលុបចោលរាល់វីដេអូឬក៏សំណេរទាក់ទងនឹងលឹមតិចម៉េងទី2គឺឈប់រំខានជីវិតឯកជនភាពរបស់លឹមតិចម៉េងទី3គឺឈប់លាបពណ៌ឲ្យលឹមតិចម៉េងចានេះបងប្អូននេះគឺជាបរិសដែលឈ្មោះគុណបើគឺពិតជារឿងមួយដែលហួចចិត្តខ្លាំងមែនតើហើយមិនមែនជារឿងលេងសើចទេបងប្អូនគឺជារឿងមែនតើណាលឹមតិចម៉េងគាត់ឈឺក្បាលខ្លាំងមែនតើរហូតដល់ថ្នាក់លើកទី3ហើយដែលលោកបានយកម្នាក់នេះទៅកាន់សមត្ថកិច្ចក្នុងនាមជាពលរដ្ឋខ្មែរម្នាក់មិនមែនជានាមតារាចម្រៀងអីនោះទេលោកក៏ត្រូវការបច្ចុប្បន្នភាពស្ងប់ស្ងាត់ដោយមិនចង់ឲ្យអ្នកណាមកចោទប្រកាន់ទេបងប្អូនគាត់ចោទប្រកាន់លឹមតិចម៉េងសាហាវបងប្អូនដូចចាដូចជាលឹមតិចម៉េងស្រឡាញ់គាត់អីចឹងទៅចារួមរយៈធ្លាប់រួមរយៈមួយគាត់អីចឹងទៅមានផ្សេងជាច្រើនណាបងប្អូនគឺថាគាត់ឈឺក្បាលខ្លាំងមែនតើណារហូតដល់ថ្ងៃនេះគឺបែករឿងសារជាថ្មីតែម្ដងសារព័ត៌មានអីគឺចុះមកសម្ភាសលោកលឹមតិចម៉េងចាឈូឆរតែម្ដងអ្នកម្ដុំផ្ទះរបស់គាត់ហ្នឹងក៏ផ្អើលឆោឡោដែរដោយសារតែបុគ្គលម្នាក់នេះរំខានម្ដងហើយម្ដងទៀតចេះចាប់សោះអញ្ចឹងហើយនេះខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនសង្ឃឹមថាព័ត៌មានរបស់នាងខ្ញុំថ្មីបងប្អូននឹងតាមដានជាហូរហែផងដែរអរគុណសម្រាប់កម្លាំងចិត្តបងប្អូនទាំងអស់គ្នាដើម្បីឲ្យនាងខ្ញុំបន្តបានធ្វើព័ត៌មានជាហូរហែបន្តទៀតអរគុណបាយបាយខ្ញុំបានស្គាល់បងប្អូនហើយមកឡាយមកអីនេះក៏មិនមែនចង់កំពុលឯដែរប៉ុន្តែបងប្អូនដឹងស្រាប់ហើយដោយសារតែគាត់ថាខ្ញុំនឹងជាប្តីគាត់ឲ្យទឹកបានរួមរយៈមិនទទួលខុសត្រូវជាមួយគាត់ឯណាលេងអញ្ចឹងណាបងប្អូនហើយខ្ញុំមិនដែលស្គាល់ផងខ្ញុំទៅធ្វើមិនបងប្អូន